បងប្អូនខ្មែរជាទីគោរពព្រឹកនេះខ្ញុំសូមចូលរួមចែករំលែកនៅព័ត៌មាននិងយោបល់របស់ខ្ញុំផ្ទាល់សូមបងប្អូនជ្រាបថាខ្ញុំមិនមែនជាបញ្ញវន្តឬក៏ជាអ្នកវិភាគនយោបាយស្អីទេខ្ញុំគ្រាន់តែជាខ្មែរអមេរិកាំងម្នាក់ដែលបានរស់នៅស្រុកនេះយូរហើយក៏សូមចូលរួមចែករំលែកនៅទស្សនៈរបស់ខ្ញុំអំពីបញ្ហាដែលលោក Trump បានប្រើកម្លាំងយោធាទៅវាយចាប់យកនៅប្រធានាធិបតីវេណេស៊ុយអេឡាកន្លងមកនេះដែលធ្វើឲ្យពិភពលោកនិងអ្នករិះគន់ជាច្រើនបានសម្ដែងការមិនពេញចិត្តឬក៏យល់ថាជារឿងដែលមិនគួរធ្វើមិនត្រូវធ្វើអញ្ចឹងសម្រាប់ខ្ញុំដែលនៅទីនេះយូរខ្ញុំគិតឃើញថាសហរដ្ឋអាមេរិកបានធ្វើការងារនេះល្អហើយត្រឹមត្រូវពីព្រោះជាទូទៅសហរដ្ឋអាមេរិកបានមើលពីបញ្ហាសន្តិសុខនៅក្នុងតំបន់ជាកត្តាចម្បងខ្ញុំចង់នាំបងប្អូនទៅមើលពីបញ្ហាព្រែកជីក Panama កាលនោះព័ត៌មានជាច្រើនបាននិយាយអំពីបញ្ហាចិនរុស្ស៊ីនិងប្រទេសផ្សេងអញ្ចឹង Panama ត្រូវបានកាន់កាប់មួយរយៈដោយប្រទេសចិនយោធាចិននិងពាណិជ្ជករចិនព្រោះគេបានប្រើប្រាស់នៅដែនដីនឹងដើម្បីធ្វើមុខជំនួញរ៉ូស៊ីដឹកជញ្ជូនហើយនឹងការគ្រប់គ្រងនៅប្រទេសជីផាណាម៉ាអស់រយៈពេលយូរដែរសហរដ្ឋអាមេរិកមើលឃើញថាវាជារឿងមិនត្រឹមត្រូវមិនល្អពីព្រោះវាជាការគំរាមកំហែងដល់សន្តិសុខរបស់សហរដ្ឋអាមេរិកតាមរយៈនៃការដាក់ពង្រាយនៅកេងសម្ងាត់នៅយោធានៅបញ្ហាផ្សេងដែលកើតឡើងនៅក្នុង Panama អញ្ចឹងទី1ទី2បញ្ហាសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនិងការដឹកជញ្ជូនផ្លូវទឹកតាមរយៈព្រែកជីក Panama នឹងឯងសហរដ្ឋអាមេរិកតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបញ្ហាសន្តិសុខរបស់សហរដ្ឋអាមេរិកផ្ទាល់បញ្ហាសន្តិសុខនៅក្នុងតំបន់នៅពេលដែលប្រទេសចិនមានទំនាក់ទំនងកាន់តែស្អិតរមួតជាមួយនឹងប្រធានាធិបតីវេណេស៊ុយអេឡាបែបនេះកិច្ចព្រមព្រៀងរបស់ចិននិងវេណេស៊ុយអេឡាគឺជាកិច្ចព្រមព្រៀងដែលសម្ងាត់យើងឲ្យដឹងថានៅក្នុងនោះជាកិច្ចព្រមព្រៀងដែលយល់ព្រមចែកព័ត៌មានវិទ្យាទំនាក់ទំនងទៅលើយោធាទៅលើពាណិជ្ជកម្មអីទេដូច្នេះហើយបានជានឹងបញ្ហាត្រូវបញ្ចប់ដោយការចាប់ខ្លួនរបស់មេដឹកនាំប្រទេសវេណេស៊ុយអេឡានេះឯងបញ្ហារាលដាលដល់ Cuba ក៏នៅជិតសហរដ្ឋអាមេរិកគៀកមែនទែនដូច្នេះបញ្ហាសន្តិសុខនៅក្នុងតំបន់ក៏មិនអាចឲ្យ Cuba ដាក់នាំរបៀបនឹងតទៅទៀតដែរដោយសារតែគាត់ខ្លាចមានការទំនាក់ទំនងយោធាសម្ងាត់ជាមួយនឹងបណ្ដាប្រទេសកុម្មុយនីសដូចជាប្រទេសចិនឬរុស្ស៊ីដូច្នេះសហរដ្ឋអាមេរិកក៏នឹងត្រូវបន្តការងារនឹងតទៀតនៅក្នុងតំបន់នេះគឺជាការគ្រប់គ្រងដោយសហរដ្ឋអាមេរិកធ្វើដើម្បីសន្តិសុខក្នុងតំបន់ដើម្បីសន្តិសុខរបស់សហរដ្ឋអាមេរិកផ្ទាល់ហើយនឹងដើម្បីបង្ក្រាបនៅនយោបាយវាទីរបស់ប្រទេសកុម្មុយនីសលើដែនដីសហរដ្ឋអាមេរិកផងដែរសូមអរគុណ